កុំច្រឡំថាខ្ញុំនាំអ្នកនរគ្នាមកមើលជាមួយនឹង laptop តដែលដែលប្រើជាមួយ graphic card 4000 series ថ្ងៃនេះគឺជាមួយនឹង5000 series ម្ដងមកដល់ហើយនេះនៅមុខយើងហ្នឹងដាក់ម៉ូគ្នាហើយឯងមើលសួរអីហើយលោឃើញថា VGA ពេល laptop នេះដូចថាដូចមកមុនគេនៅស្រុកខ្មែរទៀតណាយ៉ា MSI នេះគឺឈ្មោះថា MSI Victor 16XX AI អញ្ចឹងដឹងហើយ AI ហ្នឹងឯងដឹង AI នឹង laptop ដែលមាន AI technology AI ក្នុងហ្នឹងហើយពីច្រើនគេដាក់នៅលើប្រភេទ laptop ស៊េរីឆ្នាំ2025ហើយជាពិសេសគេចូលចិត្តដាក់ជាមួយ laptop ដែលប្រើជាមួយនឹង technology ថ្មីរបស់ VGA គឺ multi frame generate ដែលមាននៅលើតែតកោ5000 series ហ្នឹងមិនដែរសំតទៀតមកដឹងថាចាស់ចេះដឹងថាវាថ្មីតែអត់ទាន់ដឹងថាវាថ្មីអីខ្លះចាំឲ្យបកស្រាយពី spec វាទិញទួចថាមិនដែរឆ្នាំថ្មីនេះវាដូរទាំងអស់ឬក៏ដូរតែ VGA ទេអូខេអញ្ចឹងបើសួរថា laptop ថ្មីឆ្នាំថ្មីមានអីថ្មីអត់ឥឡូវអ្នកមកអ្នកនរគ្នាមើលគូរៀងខាងក្រោយរបស់វាគឺមើលមួយឆាវទៅគឺមើលទៅគឺ clean ស្អាតមែនតើការ design របស់វាគឺមកពីក្រោយបើ detail មើលពីក្រោយមកគឺមើលទៅ super clean ហ្មងខ្ញុំហ៊ាននិយាយថា super clean ហ្មងទាំងការ design រចនាទាំងកែមទាំងអីគឺ premium ហ្មងបើតាក់ទងជាមួយនឹងគ្រឿងម៉ាស៊ីនមានអីថ្មីអត់មានទៅលើ CPU គឺមកជាមួយនឹង CPU Core Ultra 9 275HX អញ្ចឹងកតុយ HX គឺដឹងហើយថាវាកម្លាំងវាខ្លាំងជាងកតុយ H ឬក៏កតុយ H ផ្សេងអញ្ចឹងណាហើយមួយទៀតទៅលើ RAM របស់វាគឺមកតែ 16GB DDR5 ប៉ុន្តែអាចអាប់បានរហូតដល់ 128GB DDR5 ដែលមាន burst speed រហូតដល់ 6400 ហើយចំពោះ SSD ក៏ថ្មីដែរ SSD សម្រាប់តកូល MSI X Victor ស៊េរីឆ្នាំ2025នេះគឺដាក់មកជាមួយនឹងគេហៅ Super Red SSD Super Red PCIe Gen 5 បូក Gen 4 ដែលមាន speed រហូតដល់ 14000 ហើយមួយទៀតនោះគឺទៅលើ graphic card ខ្ញុំជឿថាអ្នកនរគ្នាចាំយូរហើយណាអញ្ចឹងសម្រាប់ laptop នេះមិនមែនមកជាមួយនឹង graphic card 5050ឬក៏5060 5070ទេគឺមកជាមួយនឹង5080តែម្ដង 16G GDDR7 ហើយវាមានជាមួយនឹង multi frame generate សម្រាប់នៅក្នុង graphic card 5000 series អញ្ចឹងអានេះជា technology ថ្មីដែលគេដាក់នៅក្នុងពពួកតកោ5000 series ទាំងអស់អញ្ចឹងអ្នកនរឃើញឯថាគេពេលខ្លះគេយក technology ថ្មីដើម្បីដាក់នៅលើ VGA ថ្មីដើម្បីឲ្យ VGA ដែលចេញមកថ្មីហ្នឹងគឺ performance វាកាន់តែប្រសើរឡើងព្រោះថាបច្ចុប្បន្នគេចូលចិត្តប្រើជាមួយនឹង AI ច្រើនមិនអញ្ចឹងឯងអូខេអញ្ចឹងមួយទៀតទៅលើកញ្ចក់បន្តមកគឺកញ្ចក់របស់វាគឺ16 inch 2K 240Hz color របស់វាបានរហូតដល់ DCI P3 រហូតដល់ 100% ពេញដែលជា matrix display ដឹងថា matrix display ហ្នឹង matrix មិនទេអត់សូវច្បាស់អូខេបើអត់ដឹងចាំខ្ញុំប្រាប់ទៅលើ matrix display ហ្នឹងមានន័យថាយើងអាចភ្ជាប់ laptop ហ្នឹងទៅ display ទៅ monitor បានច្រើនអូខេអញ្ចឹងឥឡូវយើងមើល port របស់វាគឺវាមានជាមួយនឹង HDMI 1ហើយជាមួយ Thunderbolt 5 មិនមែន4ណា Thunderbolt 5រហូតដល់2អញ្ចឹងបើយើងយកទៅភ្ជាប់ជាមួយ monitor HDMI គឺយើងភ្ជាប់បាន monitor 1ហើយ Thunderbolt 2ទៀតគឺយើងអាចភ្ជាប់បានជាមួយ monitor 2ទៀតអញ្ចឹងសរុបទាំងអស់3 laptop មួយនេះគឺមានសមត្ថភាពអាច display ទៅកាន់ monitor រហូតដល់3 VGA វា support ដែរហើយមួយទៀតនៅលើ HDMI វាប្រើជាមួយនឹងពពួក HDMI 2.1 ដែល support ដល់ 8K 60 frame និង 4K 120 frame កប់ series អញ្ចឹងអាហ្នឹងជា laptop series ថ្មីហើយមួយទៀតវាក៏មានការកែប្រែទៅលើរូបរាងដូចយើងឃើញ keyboard របស់វាគឺមកចំនួនរហូតដល់ 24 RGB មិនដែរឥឡូវសួរវិញគិតថា laptop series ថ្មីនេះមកមើលឃើញមិនដែរបើយើងខ្លាំងវាខ្លាំងស្រាប់ហើយយកមកថ្មីទេវាដូរទាំង CPU RAM SSD យកទៅមកចាប់យកមកយើងមិនចេះតែអួតថាថ្មីខ្លាំងឯងយើងក៏បានតេស្តដែរខ្ញុំបានតេស្តជាមួយនឹង game Valorant ដែលជាប្រភេទ game FPS game យើងតេស្តជាមួយនឹង Red Dead Redemption 2យើងតេស្តជាមួយនឹង God of War Ragnarok យើងតេស្តជាមួយនឹង game ច្រើនទៀតហើយខ្ញុំនឹងបង្ហាញពី frame ដែលខ្ញុំបានតេស្តជូនទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងនេះជាសមត្ថភាពរបស់ graphic card 5080មិនមកលុំហើយមិនចេះតែអ្នកលក់ថាគេប្រម៉ូទថាខ្លាំងគឺខ្លាំងឯតែខ្លាំងមែនហ្គេមដែលខ្ញុំកំពុងតែតេស្តនេះគឺសិតតែតេស្តជាមួយនឹង graphic card កប់ series ហ្មងហ្គេមខ្លះខ្ញុំដាក់រហូតដល់ ultra graphic ហើយ run ឡើង smooth ហ្មងហើយបើអ្នកនរគ្នាមិនជឿអាចមកតេស្តបានឥឡូវយើងបកមកកាន់ laptop យើងវិញបើសិនជាសមត្ថភាពវាខ្លាំងដូចអីដែលខ្ញុំបកស្រាយមិញសម្រាប់តម្លៃស្រីគិតថាតម្លៃវានឹងថ្លៃអត់អាចថា 4000 អីដែរថ្លៃមែនលោកដល់ 4000 ចុះ graphic card ថ្មីខ្លាំងអី graphic card ថ្មីណា graphic card ថ្មីគេប្រកាសលើ website ទៀតសឹងអីនឹងថោកសឹងអីមួយតែម្ដុំឯងមួយអានេះវាមកចប់យកមកទាំងកញ្ចក់ទាំងអីមកចប់យកមកអូខេអ្នកនរគ្នាអញ្ចឹងទៅលើតម្លៃកុំតន់រំពឹងរហូតដល់ 4-5000 អត់ដល់ទេសម្រាប់មួយនេះតម្លៃខ្លួនរបស់វាត្រឹមតែ $2999
thù mấy dữ cái tới sạc há cái này cái tới chắc là đấy cứ chia laptop series ថ្មី របស់ MSI គុណសម្បត្តិរបស់ model នេះគឺមានច្រើនហើយចំណុចមួយដែលខ្ញុំគិតថាអ្នកនរគ្នាអាចដឹងគឺជាមួយនឹង Cooler Booster របស់ MSI នៅលើ keyboard MSI គឺវាមានជាមួយនឹង function key បូកជាមួយនឹង arrow key up អញ្ចឹងពេលដែលយើងចុច combo ទៅនេះអ្នកនរគ្នាលើសំឡេងហ្នឹងអត់គឺវាលូវ៉ាវខ្លាំងគ្នាយើងអត់សូវជាចូលចិត្តប្រើវាគិតថាវារំខានណាមិនអញ្ចឹងហ៎ពូកង្ហាវាវល់ខ្លាំងប៉ុន្តែវាមានគុណសម្បត្តិច្រើនដូចជាតាក់ទងជាមួយនឹងការយើងលេងហ្គេមក្តៅមិនអញ្ចឹងហ៎ធម្មតា laptop វាអត់មានសមត្ថភាពដែលលេងបាន standby 24 ម៉ោងទេយើងលេងយ៉ាងច្រើនបាន 2-3 ម៉ោងអីវាក្តៅវាយើងចាប់ផ្ដើមសម្រាប់អីមែនអត់តែសម្រាប់ពពួក MSI អ្នកនរគ្នាអាចពេលដែលលេងក្តៅគិតថាម៉ាស៊ីននឹងក្តៅខ្លាំងអាហ្នឹងយើងលេងចូល 3-4 ម៉ោងណាបើគិតថាវាក្តៅខ្លាំងអ្នកនរគ្នាគ្រាន់តែចុច function key បូកជាមួយនឹង arrow key ឡើងណាarrow key ខាងឡើងយើង combo គ្នានឹងយើងចុច combo គ្នាប្រហែលជាតែ2នាទីទេដើម្បីឲ្យម៉ាស៊ីននឹងចុះកម្ដៅអញ្ចឹងយើងអាចបន្តប្រើប្រាស់ជាមួយការ render ការលេងហ្គេមបានយូរម៉ោងតទៅទៀតឥឡូវសួរយោបល់គិតមិនដែរបើរៀបរាប់ពីតម្លៃមិញវាសឹងតែអត់ជឿថា laptop ថ្មីកម្លាំងប៉ុណ្ណេះតម្លៃត្រឹមតែ 2000 ជាងហ្នឹងការគិតមិញប្រាប់ថា 4000 5000ណាយ៉ាតែជាក់ស្ដែងវាតម្លៃត្រឹមតែ 2000 ជាងទេឥឡូវយើងនិយាយពីរូបរាងវាវិញអូខេរូបរាងវាវិញបើសិនជាយើងមើលចេញមក clean ស្អាតមែនតើយើងហ្មងសម្រាប់អ្នកនរគ្នាដែលអត់ចូលគិតញ៉ៃញ៉ៃ clean ស្អាតយើងហ្មងតែ clean ស្អាតនោះបែបកាចចេញមកកាចយកហ្មងទាំងរូបរាងទាំងអីទាំងអស់ហើយមួយទៀតចំពោះកញ្ចក់វាច្បាស់មែនតើយកហ្មងវាអាចបើសិនជាយើងនិយាយទៅអាចលំបាកនឹង retina អ្នកនរគ្នាស្គាល់ retina ដឹងហ្នឹងហើយ liquid retina ថ្មីនេះអែមខ្លាំងកញ្ចក់ហើយមួយទៀតយើងនិយាយកញ្ចក់មួយទៀតទាំងកញ្ចក់បើសិនជាយើង7 10 inch 8 10 inch វាអាចនឹងធំខ្លាំងពេកអ្នកខ្លះអត់ចូលគេធំខ្លាំងពេកទេប៉ុន្តែអាមួយនេះ6 10 inch នេះគឺមកល្មមយកមកអ្នកអស់នេះដាក់តាមខ្លួនក៏រៀងគួរសមដូចគ្នាទោះវាធ្ងន់តិចមែនតែมันធំពេកទេណាហើយมันធំពេកទេហើយចំពោះកាមេរ៉ា air flow វាគឺធ្វើការបានល្អមែនទែនខ្យល់ចេញចូលវាមានគ្រប់កន្លែងយកមកអញ្ចឹងមិនភ័យទេសម្រាប់អ្នកអស់គ្នាដែលជួយធ្វើការងារធំខ្លាំងអីដាក់អានេះទៅគឺខ្ញុំនិយាយថាស្អាតខ្ញុំហ្មងនិយាយថាស្អាតខ្ញុំពេញចិត្តនឹង model មួយនេះហ្នឹងហើយអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំនាំអ្នកនរគ្នាមកមើលជាមួយនឹងអីដែលថ្មីតែប៉ុណ្្នឹងទេហើយនៅពេលដែលមានជាមួយ model ថ្មីមកបន្តទៀតយើងនឹងមកយកមកបង្ហាញអ្នកនរគ្នាពីអ្វីដែលថ្មីបន្ថែមទៀតជូនទៅកាន់អ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះពួកខ្ញុំទាំងពីរនាក់មានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានតម្រូវការជាមួយនឹងពពួក laptop ស៊េរីឆ្នាំថ្មី2025ប្រើជាមួយ technology ចុងក្រោយរបស់ MSI អាចមករកបាននៅ Vstore Center អញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ